ខ្ញុំមិនបានប្រមាថមិនបានប៉ះពាល់មេតបថៃណាម្នាក់ទេប៉ុន្តែហេតុអីបានជាអង្គឯងទៅជាប្រមាថចំពោះមេតបខ្លួនឯងដើម្បីបំពេញចិត្តហ៊ុនសែនក្នុងពេលដែលខ្ញុំអត់ត្រូវការដឹងរឿងរបស់ឯងទេបើនៅកម្ពុជាវាមានទោសស្មើនឹងទោសគាត់ទៀតព្រោះជាមួយនឹងគូសន្តានាជាជនបរទេសហើយបែរជាវាយប្រហារមេតបខ្លួនឯងតើមានតម្លៃស្មើអីត្រង់ប្រទេសថៃចាត់ទុកថារឿងបែបនេះជារឿងធម្មតាគឺរឿងរបស់ថៃប៉ុន្តែកម្ពុជាអត់បានមិនអនុញ្ញាតឲ្យអ្នកណាបន្តបង្អាប់កម្លាំងបដិវត្តរបស់ខ្លួនទេលោកជំទាវកុំប្រើពាក្យតាក់ទិចកុំប្រើពាក្យយុទ្ធសាស្ត្រអញ្ចឹងជ្រុងទី1គឺជ្រុងលោកជំទាវដើម្បីបំពេញចិត្តហ៊ុនសែនលោកជំទាវសុកចិត្តវាយប្រហារជនជាតិខ្លួនឯងទាហានខ្លួនឯងតើប្រទេសថៃចាត់ទុកថាជាអំពើក្បត់ឬចាត់ទុកថាជាអំពើធម្មតាទុកឲ្យប្រទេសថៃសម្រេចខ្លួនឯងទៅប៉ុន្តែសម្រាប់កម្ពុជាបទល្មើសនេះគឺបទល្មើសក្បត់ជាតិព្រោះជាការវាយប្រហារកម្លាំងបដិវត្តខ្លួនឯងដើម្បីតម្រូវចិត្តជនបរទេសឯទិសទី2លោកជំទាវចង់បោកប្រាស់ខ្ញុំតែលោកជំទាវចាត់ទុកថាជាយុទ្ធសាស្ត្រចរចាឬយុទ្ធវិធីចរចាណែតាក់ទិចចរចាតែលោកជំទាវស្គាល់ហ៊ុនសែនតិចពេកហើយលើលោកនេះដូចជាមិនតាន់មាននរណាដែលអាចបោកប្រាស់ហ៊ុនសែនទៅរួចទេដែលអាចមានព្រៀបលើការចរចាជាមួយហ៊ុនសែនទេសូម្បីតែបកូនណាបៃតាប្រងបានទទួលយកការពិតមួយចាប់ប្រាំពីហ្វែអង្គតាដណថ្ងៃ2ធ្នូ1987ព្រះអង្គថាហ៊ុនសែនឆ្លាតព្រះអង្គចង់ឲ្យមានហ៊ុនសែនច្រើនឲ្យកម្ពុជាមានហ៊ុនសែនច្រើនលួងម៉ែបកូនណាបច្ចុប្បន្នលោកជំទាវមើលខុសហើយការប្រមាថមនុស្សក៏ប្រមាថខុសដែរប្រមាថចំអ្នកដែលមានគុណធម៌នឹងជួយសងគ្រោះឪពុកនិងម្ដាយមីងរបស់អ្នកហើយខ្ញុំនឹងនិយាយអស់ថ្ងៃនេះខ្ញុំមិនទុកមុខឲ្យអ្នកឯងទៀតទេខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរខ្ញុំក៏ចេះទទួលការឈឺចាប់ដែរអ្នកអាចប្រមាថជួនជាតិអ្នកឯងបានតែមិនអាចប្រមាថខ្ញុំបានទេអ្នកឯងប្រមាថឧត្តមសេនីយកងទ័ពរបស់អ្នកឯងស្មើនឹងប្រមាថព្រះមហាក្សត្រដើម្បីបំពេញចិត្តជនជាតិបរទេសខ្ញុំជាបរទេសទោះបីនាងទោះបីលោកជំទាវហៅខ្ញុំជាពូក៏ប៉ុន្តែយើងពិភាក្សាបញ្ហាជាតិហេតុអីបានលោកជំទាវត្រូវវាយប្រហារកងទ័ពខ្លួនឯងទោះបីកងទ័ពកំពុងមានអរិយភាពជាមួយកងទ័ពកម្ពុជាក៏ប៉ុន្តែលោកជំទាវអត់ត្រូវមើលងាយកងទ័ពខ្លួនឯងទេ